ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងសាច់រឿងថ្មីចំពោះរឿងថ្មីមួយនេះគឺមានបងជាច្រើនច្បាស់ជាស្គាល់តួអង្គយើងទាំងពីរនាក់ហ្នឹងហើយព្រោះអីគាត់ធ្លាប់ចាប់ដៃគូជាមួយគ្នាម្ដងហើយបើនិយាយពីតួផលយើងវិញគឺថាសង្ហាញញាក់តែម្ដងអញ្ចឹងនៅក្នុងសាច់រឿងនេះគឺថាតួស្រីរបស់យើងជាមនុស្សដែលពិការភ្នែកនេះទេតែគេក៏មានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃគឺមានទាំងក្រុមហ៊ុនមានទាំងលុយកាក់និយាយទៅទ្រព្យស្ដុកតែម្ដងហើយការដែលតួស្រីរបស់យើងមានគ្រប់យ៉ាងហ្នឹងក៏ធ្វើឲ្យមិត្តភ័ក្តិសម្លាញ់របស់តួស្រីហ្នឹងគឺថាលោភលន់ចង់បានទ្រព្យរបស់តួស្រីបានផិតក្បត់ជាមួយនឹងមិត្តប្រុសរបស់តួស្រីនៅក្នុងការដណ្ដើមបណ្ដាំមរតកដែលបានបន្សល់ទុកពីប៉ារបស់គេដែលបានស្លាប់បាត់បង់ជីវិតទៅក៏ប៉ុន្តែនៅពេលហ្នឹងក៏មានតួប្រុសរបស់យើងបានបន្លំខ្លួនធ្វើជាអង្គរៈនៅក្នុងការការពារតួស្រីក៏ដូចជាមានរឿងរ៉ាវជាច្រើនដែលគេត្រូវតាមស៊ើបពាក់ព័ន្ធជាមួយនឹងប៉ារបស់គេផងដែរដូច្នេះហើយយើងចង់ដឹងថារឿងមួយនេះគឺល្អមើលកម្រិតណាយើងមកតាមដានសាច់រឿងជាមួយនឹង admin ទាំងអស់គ្នាតែម្ដងទៅការចាប់ផ្ដើមសាច់រឿងដំបូងហ្នឹងតួប្រុសរបស់យើងហ្នឹងក៏បានបើកឡានជូនអ្នកនាងរបស់គេមកកាន់តំបន់អគារមួយកន្លែងហើយតួប្រុសរបស់យើងហ្នឹងពេលហ្នឹងគឺបានបន្លំខ្លួនធ្វើជាអង្គរៈរបស់តួស្រីឯងអញ្ចឹងឈ្មោះអង្គរៈរបស់គេគឺចៅមុខប៉ុន្តែឈ្មោះហ្នឹងគឺគេខ្ចីគេមកទេអញ្ចឹងឈ្មោះពិតប្រាកដរបស់គេគឺមូយ៉ាដូច្នោះហើយយើងក៏ហៅគេថាមូយ៉ាតែម្ដងទៅចំណែកតួស្រីរបស់យើងវិញមានឈ្មោះថាជឺថងគឺជាកូនស្រីរបស់លីនគ្រប់ហើយប៉ារបស់គេហ្នឹងក៏ទៅតែស្លាប់ថ្មីនឹងដែរដោយសារតែប៉ារបស់ជឺថងគាត់ទៅតែស្លាប់អញ្ចឹងហើយក៏ធ្វើឲ្យនៅក្នុងក្រុមហ៊ុនរបស់ពួកគេហ្នឹងកំពុងតែមានភាពវឹកវរខ្លាំងមែនតើមិត្តប្រុសរបស់ជឺថងហ្នឹងក៏បានតាក់ទងមកជឺថងថាកុំឲ្យចូលរួមនៅក្នុងការប្រជុំអីពួកអីឥឡូវហ្នឹងពួកហ្នឹងកំពុងតែគម្រាមគេអញ្ចឹងណាហើយជឺថងគេក៏បញ្ញាប់ចូលទៅខាងក្នុងដើម្បីចូលរួមការប្រជុំក៏ប៉ុន្តែអង្គរៈមួយក្រុមដែលកំពុងតែយាមនៅខាងមុខអគារហ្នឹងគឺហាមឃាត់មិនឲ្យមួយយ៉ាហ្នឹងចូលទៅជាមួយនឹងជឺថងទេហើយជឺថងគ្នាពិការភ្នែកផងហ្នឹងឲ្យគ្នានឹងដើរដែលអត់មានអង្គរៈយ៉ាងម៉េចយ៉ាងកើតក៏ប៉ុន្តែដោយសារតែជាការគម្រាមក៏ដូចជាការហាមឃាត់របស់គេហើយមួយយ៉ាហ្នឹងគេក៏បានសម្រេចចិត្តដកខ្សែករបស់គេហ្នឹងឲ្យជឺថងទៅនៅពេលដែលមានការអាសន្នអីគឺអាចចុចលើខ្សែកមួយនឹងបានគេនឹងចូលទៅជួយជឺថងឲ្យទាន់ពេលវេលាអ្នកទាំងអស់គ្នា admin បានឆែកជាមួយនឹងឈ្មោះតួស្រីម្ដងទៀតគឺតួស្រីយើងឈ្មោះស៊ីនថងទេដោយនៅលើអត្ថបទសង្ខេបគឺគេបានដាក់ឈ្មោះតួស្រីយើងជឺថងអញ្ចឹងបាន admin ហៅជឺថងមកតែពេលមើលតួអង្គចាក់ស្ដែងគេទៅគឺឈ្មោះស៊ីនថងទេអ្នកទាំងអស់គ្នាស៊ីនថងបានចូលរួមនៅក្នុងការប្រជុំតែម្នាក់ឯងដែលគិតថាពួកគេមិនហ៊ានធ្វើអីស៊ីនថងណាប៉ុន្តែសារតែចូលដល់ក្នុងបន្ទប់ប្រជុំគឺថាពួកគេចាប់ផ្ដើមធ្វើបាបស៊ីនថងតែម្ដងដែលពួកគេបានចាប់មិត្តប្រុសរបស់ស៊ីនថងដែលមានឈ្មោះថាជឺសានហ្នឹងយកមកធ្វើការគំរាមទៅកាន់ស៊ីនថងប្រាប់ស៊ីនថងថាគឺស៊ីនថងជាមនុស្សពិការភ្នែកឯងអញ្ចឹងមិនអាចមានសមត្ថភាពនៅក្នុងការដឹកនាំក្រុមហ៊ុនរបស់ពួកគេបានទេឲ្យផ្ទេរសិទ្ធិអំណាចហ្នឹងមកកាន់ពួកគេមកតែស៊ីនថងគេមិនបានយកព្រមទេអញ្ចឹងហើយពួកគេក៏បានបន្តធ្វើបាបជឺសានជាការគំរាមទៅកាន់ស៊ីនថងក៏បាននឹកឃើញពីខ្សែកដែលមួយយ៉ាបានឲ្យគេអញ្ចឹងគេក៏បានចុចទៅលើខ្សែកហ្នឹងទៅក៏ប៉ុន្តែគឺថាអង្គរៈដែលបានចាប់គេហ្នឹងក៏បានឃើញពីខ្សែកហ្នឹងក៏បានបន្ទិញបន្ទង់ជាមួយនឹងស៊ីនថងអញ្ចឹងខ្សែករបស់ស៊ីនថងហ្នឹងក៏បានរបូតចេញក៏ដូចជាកណាត់កាន់ទុករបស់ស៊ីនថងដែលពាក់នឹងដៃហ្នឹងក៏បានរបូតចេញមកដែរស៊ីនថងគេក៏រាវរកខ្សែកហើយអបិសេហូដឺម្នាក់ហ្នឹងក៏បានជន់ដៃរបស់ស៊ីនថងទៀតនិយាយទៅអាក្រក់ខ្លាំងមែនតើហ្មងចំណែកឯមូយ៉ាគេក៏បានលឺសំឡេងបញ្ជូនពីខ្សែករបស់គេមកគេក៏បានសម្រុកចូលទៅក្នុងអគារហ្នឹងតែម្ដងនិយាយទៅគ្នា10 20នាក់អីវាយមិនឈ្នះមូយ៉ាទេមូយ៉ាខ្លាំងមែនតើចំណែកឯស៊ីនថងវិញពួកគេក៏បានយកកណាត់កាន់ទុកដែលស៊ីនថងបានរបូតពីដៃហ្នឹងយកទៅដុតនៅចំពោះមុខស៊ីនថងទៀតដែលស៊ីនថងក៏បានយំហៅប៉ារបស់គេហើយដៃរបស់គេហ្នឹងក៏បានរាវទៅកាន់កណាត់កាន់ទុកហ្នឹងប៉ុន្តែគេមិនអាចធ្វើឲ្យបានទេដោយសារតែគេមិនមើលមិនឃើញហើយក៏ដូចជាលាកដៃរបស់គេផងហើយពួកគេហ្នឹងក៏បានចាប់ដើមបង្ខំស៊ីនថងហ្នឹងណាដែលពួកគេហ្នឹងបានចាប់ស៊ីនថងផ្ដិតមេដៃទៅលើกระดาษផ្ទេរសិទ្ធមិនដឹងថាស៊ីនថងហ្នឹងនឹងបានផ្ដិតឬមួយក៏អត់ទេបើគេបង្ខំយ៉ាងហ្នឹងហើយមួយយ៉ាងវិញក៏កំពុងតែជួបជាមួយនឹងអង្គរៈ4 10នាក់ទៀតនៅខាងក្រៅបន្ទប់ហ្នឹងប៉ុន្តែគឺថាមួយយ៉ាងហ្នឹងក៏បានវាយពួកហ្នឹងដេកដួលអស់ដដែលហើយទីបំផុតមួយយ៉ាងក៏បានសម្រុកចូលដល់ក្នុងបន្ទប់ប្រជុំហ្នឹងជួយស៊ីនថងបានមួយយ៉ាងគេក៏បានសុំការអនុញ្ញាតពីអ្នកនាងរបស់គេនៅក្នុងការបីស៊ីនថងហ្នឹងចាក់ចេញពីបន្ទប់ហ្នឹងក៏ប៉ុន្តែគឺថាពួកហ្នឹងនៅតែបន្តដេញស៊ីនថងកុំឲ្យស៊ីនថងចាក់ចេញពីអគារមួយហ្នឹងអញ្ចឹងហើយមួយយ៉ាងគេក៏បានចូលទៅលាក់ខ្លួននៅក្នុងបន្ទប់ក្បែរហ្នឹងសិនទៅកំឡុងពេលហ្នឹងផងដែរគឺមួយយ៉ាងហ្នឹងគេក៏បានយកដៃរបស់គេហ្នឹងខ្ទប់មាត់របស់ស៊ីនថងប្រាប់កុំឲ្យស៊ីនថងមាត់អីនៅពេលហ្នឹងហើយស៊ីនថងគេក៏បាននឹកឃើញដល់ម្នាក់ប្រុសដែលបានសម្រុកចូលនៅក្នុងផ្ទះរបស់គេក៏បានខ្ទប់មាត់គេដោយនិយាយបែបហ្នឹងដែរតាមពិតទៅម្នាក់ប្រុសហ្នឹងគឺជាមួយយ៉ាងមែនហើយនៅក្នុងពេលដែលមួយយ៉ាងហ្នឹងបានសម្រុកចូលទៅក្នុងផ្ទះរបស់ស៊ីនថងហ្នឹងក៏ស៊ីនថងបានឃើញថាមួយយ៉ាងហ្នឹងបានគម្រាមទៅកាន់ប៉ារបស់គេអញ្ចឹងហើយស៊ីនថងក៏បានគិតថាមួយយ៉ាងហ្នឹងគឺជាអ្នកដែលបានសម្លាប់ប៉ារបស់គេពេលហ្នឹងភ្លាមគឺថាស៊ីនថងហ្នឹងក៏បានស្លាប់ដែរក្រោយមកមួយយ៉ាងហ្នឹងគេក៏បានជូនស៊ីនថងត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាពហើយនៅពេលដែលស៊ីនថងបានដឹងខ្លួនមកស៊ីនថងហ្នឹងចាប់ផ្ដើមខ្លាចមួយយ៉ាងហើយដែលសារមួយយ៉ាងហ្នឹងគឺជាម្នាក់ដែលបានសម្លាប់ប៉ារបស់គេហើយក៏បានបញ្ឈប់មួយយ៉ាងពីការងារមួយនឹងផងដែរប៉ុន្តែមួយយ៉ាងគេមិនព្រមឈប់ទេដែលគេបាននិយាយថាគឺអ្នកនាងស៊ីនថងហ្នឹងបានក្តៅខ្លួនអញ្ចឹងហើយគឺត្រូវតែញ៉ាំថ្នាំសិនស៊ីនថងគេមិនព្រមញ៉ាំមកអញ្ចឹងមានណាមួយយ៉ាងហ្នឹងក៏ចាប់បច្រកតែស៊ីនថងនៅតែបន្តចោទប្រកាន់ថាមួយយ៉ាងហ្នឹងគឺជាឃាតករដែលបានសម្លាប់ប៉ារបស់គេដូច្នោះហើយមួយយ៉ាងហ្នឹងគេក៏បានបង្ហាញផុសតាងសារសម្លេងដែលប៉ារបស់ស៊ីនថងហ្នឹងបានផ្ដាំឲ្យគេហ្នឹងមើលថែស៊ីនថងរយៈពេល5ឆ្នាំហើយគាត់ក៏បានឲ្យប្រាក់ខែកូននឹង3ទៀតព្រោះអីគាត់ជឿជាក់ទៅលើមួយយ៉ាងតែសម្ដីប៉ារបស់ស៊ីនថងហ្នឹងគាត់ពិតជាបាននិយាយជាមួយនឹងជើងមកគឺ
ជាអង្គរៈមុនរបស់គាត់ណាប៉ុន្តែគឺមួយយ៉ាងហ្នឹងក៏បានយកអត្តសញ្ញាណចៅមកហ្នឹងយកមកតាមការពារស៊ីនថងដោយសារតែស៊ីនថងហ្នឹងមិនអាចមើលឃើញហើយឥឡូវនេះទោះបីជាស៊ីនថងហ្នឹងបានលើពាក្យសម្ដីប៉ារបស់គេបាននិយាយជាមួយនឹងមួយយ៉ាងក៏ស៊ីនថងគេមិនជឿដែរព្រោះអីគេថាគេបានឃើញតែផ្ទាល់ភ្នែកដែលមួយយ៉ាងហ្នឹងបានគម្រាមទៅកាន់ប៉ាគេអញ្ចឹងមួយយ៉ាងគេក៏បានសួរស៊ីនថងវិញតើឲ្យគេធ្វើបែបម៉េចទៅស៊ីនថងហ្នឹងព្រមជឿទៅលើគេហើយស៊ីនថងគេក៏បានឃើញថានៅពេលដែលមួយយ៉ាងបានចាប់គេនៅក្នុងបន្ទប់ហ្នឹងមួយយ៉ាងហ្នឹងមិនត្រឹមតែចាប់ទេបានលួចថើបគេទៀតថើបដើម្បីបន្លំកុំឲ្យអង្គរៈរបស់ស៊ីនថងហ្នឹងមកជួយស៊ីនថងអញ្ចឹងស៊ីនថងគេក៏បានយកកូនកបិតហ្នឹងចាក់ចំដើមទ្រូងរបស់មួយយ៉ាងឥឡូវនេះគឺស៊ីនថងហ្នឹងគេមិនអាចមើលឃើញអញ្ចឹងគេមិនដឹងថាមួយយ៉ាងហ្នឹងគឺជាម្នាក់ប្រុសដែលបានចាប់គេនឹងឬមួយក៏អត់ណាដូច្នេះហើយដើម្បីជាការបញ្ជាក់ហ្នឹងស៊ីនថងឲ្យមួយយ៉ាងហ្នឹងដល់អាវចេញទៅគឺគេនឹងស្ទាបដើមទ្រូងរបស់មួយយ៉ាងបើសិនជាមួយយ៉ាងមានស្នាមរបួសនៅលើដើមទ្រូងច្បាស់ហើយមួយយ៉ាងគឺជាម្នាក់ប្រុសដែលបានចាប់គម្រាមគេកាលពីថ្ងៃនោះមួយយ៉ាងគេក៏មិនខ្លាចដែរគេក៏បានដោះអាវហ្នឹងឲ្យស៊ីនថងធ្វើការឆែកឆេរទៅតែស៊ីនថងមើលឃើញអញ្ចឹងហើយគឺថារាវតាំងពីក្រោមរហូតដល់លើហើយធ្វើឲ្យមួយយ៉ាងហ្នឹងគ្នាបេះដូងគ្នាលោតញាប់ខ្លាំងមែនតើស៊ីនថងក៏ចាប់អារម្មណ៍សួរថាបេះដូងលោតញាប់ហ្នឹងភ័យខ្លាចមែនមួយយ៉ាងគេថាគេភ័យខ្លាចរឿងអីគឺដោយសារតែលើកទី1ដែលមនុស្សស្រីស្ទាបនឹងអាយគេអញ្ចឹងមិនឲ្យគេភ័យម៉េចស៊ីនថងគេក៏បន្តរាវទៀតរាវរហូតតតែចំស្នាមនៅលើដើមទ្រូងរបស់មួយយ៉ាងស៊ីនថងដឹងការពិតថាជាមួយយ៉ាងគេក៏បានសួរថាមួយយ៉ាងនឹងមានពាក្យអីនិយាយជាមួយនឹងគេទៀតមួយយ៉ាងអត់បកស្រាយទេគេក៏ចាប់ដៃរបស់ស៊ីនថងស្ទាបដើមទ្រូងផងស្ទាបចកេះផងស្ទាបអីផងឡៃលើស្នាមរបស់គេគេថាជាអង្គរៈត្រូវតែមានស្នាមរបួសអញ្ចឹងហើយតែស៊ីនថងគេក៏បានភ័យខ្លាចជាមួយនឹងមួយយ៉ាងហើយដូច្នោះហើយគេក៏លែងតតាំងជាមួយនឹងមួយយ៉ាងទៀតគេក៏បានដើររាវចេញពីបន្ទប់របស់គេទៅចំណែកឈឺសានវិញគេក៏នៅក្នុងផ្ទះជាមួយនឹងស៊ីនថងដែរប៉ុន្តែគេកំពុងតែនៅក្នុងបន្ទប់របស់គេដែលមានអ៊ីវ៉ៃនឹងជាមិត្តភ័ក្តិរបស់ស៊ីនថងនឹងកំពុងតែនៅជាមួយនឹងឈឺសានហើយពីរនាក់នឹងគឺលួចតាក់ទងគ្នាពីក្រោយក្នុងស៊ីនថងបាននិយាយពីសកម្មភាពដែល shareholder បានចាប់ស៊ីនថងផ្តិតមេដៃផ្ទេរកម្មសិទ្ធិអីហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងឈឺសាននឹងដែរឈឺសានគេបានរួមដៃជាមួយនឹង shareholder ហ្នឹងធ្វើជាអ្នករងគ្រោះឲ្យ shareholder ហ្នឹងយកគេយកទៅគម្រាមស៊ីនថងអីចឹងណាដោយសារតែការចាប់គម្រាមហ្នឹងក៏ឈឺសានហ្នឹងគេបានរងរបួសបន្តិចដែរអញ្ចឹងអ៊ីវ៉ៃហ្នឹងគេក៏បានលេបរបួសឲ្យឈឺសានចឹងណាតែឈឺសានកុំឲ្យអ៊ីវ៉ៃហ្នឹងសារមកផ្ទះរបស់ពួកគេញឹកពេកខ្លាចថាស៊ីនថងហ្នឹងចាប់បានអញ្ចឹងណាតែអ៊ីវ៉ៃគេថាស៊ីនថងហ្នឹងគឺជាមនុស្សពិការផ្នែកហើយអញ្ចឹងស៊ីនថងហ្នឹងមិនមើលឃើញពីសកម្មភាពរបស់ពួកគេទាំងពីរនាក់ហ្នឹងឡើយហើយនៅពេលដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងស៊ីនថងគេក៏បានដើរមកប៉ុន្តែប្រហែលជាស៊ីនថងហ្នឹងមិនបានឮការសន្ទនារបស់ពួកគេទេអ៊ីវ៉ៃហ្នឹងក៏ធ្វើជាមិត្តភក្តិល្អអីណានៅពេលដែលឃើញស៊ីនថងមកក៏បានដើរទៅកាន់ដៃរបស់ស៊ីនថងគេក៏បានឆ្ងល់មិនក៏អ៊ីវ៉ៃហ្នឹងមកផ្ទះរបស់គេទាំងស្មើហ្នឹងអញ្ចឹងអ៊ីវ៉ៃគេក៏បានយកហេតុផលថាគឺដោយសារតែគេហ្នឹងបានយកថ្នាំយកមកឲ្យឈឺសានអញ្ចឹងស៊ីនថងគេក៏បានសួរពីសុខទុក្ខរបស់ឈឺសានទៅតែឈឺសានហ្នឹងគេថាគេមិនអីទេរបួសបន្តិចបន្តួចហ្នឹងអញ្ចឹងហើយស៊ីនថងគេក៏បានចូលដល់សាច់ការរបស់គេទៅដែលគេ100ឈឺសាននេះគឺគេចង់ឲ្យឈឺសានហ្នឹងទេហៅប៉ូលីសមកហើយស៊ីនថងហ្នឹងគេក៏បានប្រាប់ពីការសង្ស័យរបស់គេចំពោះមួយយ៉ាងប៉ុន្តែឈឺសានហ្នឹងគេក៏បានថាគេដឹងថាស៊ីនថងហ្នឹងគឺបានខូចចិត្តដោយសារតែប៉ារបស់ស៊ីនថងហ្នឹងបានស្លាប់ក៏ប៉ុន្តែនៅថ្ងៃដែលប៉ារបស់ស៊ីនថងបានស្លាប់នៅក្នុងបន្ទប់សិក្សាហ្នឹងគឺមិនមាននរណាម្នាក់នៅក្នុងបន្ទប់សិក្សារបស់គាត់ឡើយហើយបើសិនជាហៅប៉ូលីសមកពួកគេក៏មានផុសតាងអីផ្ដល់ឲ្យខាងប៉ូលីសដែរអ៊ីវ៉ៃហ្នឹងគេក៏បានជួយនិយាយឈឺសានដែរដោយសារតែពីរនាក់ហ្នឹងប្រហែលជាបានធ្វើរឿងអីទៅពួកគេខ្លាចប៉ូលីសអ៊ីវ៉ៃគេក៏បានប្រាប់ស៊ីនថងថាខាងមន្ទីរពេទ្យបានបញ្ជាក់ឲ្យថាប៉ារបស់ស៊ីនថងហ្នឹងបានស្លាប់ដោយសារតែជំងឺគាំងបេះដូងឯឈឺសានហ្នឹងក៏ប្រាប់ស៊ីនថងបើសិនជាស៊ីនថងហ្នឹងមិនចូលចិត្តមួយយ៉ាងហ្នឹងគឺគេអាចបដិញ្ញមួយយ៉ាងបានតែស៊ីនថងគេថាគេមិនអាចបដិញ្ញមួយយ៉ាងបានទេព្រោះអីគេត្រូវការផុសតាងមានតែមួយយ៉ាងនៅក្បែរខ្លួនរបស់គេទៅគេអាចសើពីមួយយ៉ាងហ្នឹងជាអ្នកសម្រាប់ប៉ារបស់គេមែនឬមួយក៏អត់អញ្ចឹងឈឺសានហ្នឹងគេក៏និយាយដូច take care ស៊ីនថងណាគេថាគេនឹងនៅក្បែរស៊ីនថងហើយក៏ជឿជាក់ទៅលើស៊ីនថងបែបហ្នឹងតែអ្វីដែលសំខាន់ឥឡូវគេចង់ឲ្យស៊ីនថងហ្នឹងមើលថែខ្លួនឯងឲ្យបានល្អសិនព្រោះអីភ្នែករបស់ស៊ីនថងទៅតែមើលអត់ឃើញស៊ីនថងមើលអត់ឃើញគឺដោយសារតែគេបានបោកក្បាលជាមួយនឹងកម្មចន្ទានៅពេលដែលមានមនុស្សសម្រុកចូលផ្ទះរបស់គេហ្នឹងអញ្ចឹងការដែលស៊ីនថងអាចមើលថែខ្លួនឯងឲ្យបានល្អប្រសើរជាងហ្នឹងគឺស៊ីនថងអាចនឹងងាយស្រួលអាចនឹងឆាប់មើលឃើញឡើងវិញទាំងនេះគឺជាពាក្យសម្ដីរបស់ឈឺសានក៏ដូចជាអ៊ីវ៉ៃហ្នឹងនិយាយមកដូចជា take care ចំពោះស៊ីនថងខ្លាំងតែស៊ីនថងគេមិនទាន់អស់ចិត្តទេនៅពេលដែលគេកំពុងតែគេហ្នឹងគេក៏បាននឹកឃើញដល់ពាក្យសម្ដីរបស់ឈឺសានថាអត់មាននរណាគេម្នាក់នៅក្នុងបន្ទប់សិក្សារបស់ប៉ាគេទេនៅពេលដែលប៉ាគេបានស្លាប់តោះតែគិតចុះគិតឡើងគឺស៊ីនថងគេធ្លាប់ឃើញថានៅក្នុងបន្ទប់សិក្សាប៉ាគេហ្នឹងមានបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងហ្នឹងអញ្ចឹងហើយស៊ីនថងគេក៏បានក្រោកទៅបន្ទប់សិក្សាប៉ាគេទៅប៉ុន្តែនៅក្នុងបន្ទប់សិក្សាប៉ាគេឥឡូវនេះគឺថាមួយយ៉ាងក៏កំពុងតែនៅក្នុងបន្ទប់សិក្សាដែរដែលគេកំពុងតែស្វែងរកអីម្យ៉ាងនៅក្នុងទូដៃរបស់ប៉ាស៊ីនថងហើយមួយយ៉ាងហ្នឹងក៏បានដោះលេខកូដបានប៉ុន្តែនៅក្នុងទូដៃហ្នឹងគឺវាអត់មានឯកសារដែលគេធ្លាប់បានឃើញកាលពីមុននោះទេយើងក៏មិនទាន់ដឹងថាឯកសារហ្នឹងជាឯកសារអ្វីហើយយើងក៏មិនទាន់ដឹងពីគោលបំណងរបស់មួយយ៉ាងផងដែរមួយយ៉ាងក៏បន្តស្វែងរកឯកសារហ្នឹងជាបន្តទៀតក៏ប៉ុន្តែគឺស៊ីនថងហ្នឹងក៏បានចូលដល់បន្ទប់ហ្នឹងដែរអញ្ចឹងមួយយ៉ាងគេក៏បាននៅស្ងៀមបណ្ដោយស៊ីនថងហ្នឹងក៏បានដើររាវទៅតាមតុរបស់ប៉ាគេហ្នឹងស៊ីនថងគេមកស្វែងរកកាមេរ៉ាសុវត្ថិភាពហ្នឹងដែលកាមេរ៉ាហ្នឹងគឺដាក់នៅលើធ្នើរសភៅខាងលើអញ្ចឹងគេក៏បានរាវដល់ធ្នើរសភៅខាងលើប៉ុន្តែគេក៏បានធ្វើឲ្យសភៅហ្នឹងធ្លាក់មកមួយយ៉ាងគេមិនដាច់ចិត្តឲ្យសភៅហ្នឹងធ្លាក់ត្រូវស៊ីនថងទៅគេមានតែចាប់សភៅហ្នឹងក៏ធ្វើឲ្យស៊ីនថងហ្នឹងក៏ចាប់បានថាមួយយ៉ាងហ្នឹងបានចូលក្នុងបន្ទប់របស់ប៉ាគេស៊ីនថងក៏បោះពាក្យសម្ដីទៅកាន់មួយយ៉ាងថាទោះបីជាអ្នកគ្រប់គ្នាមិនជឿថាមួយយ៉ាងជាអ្នកធ្វើទោះបីជាគេមិនមានផតតា
តាំងប៉ុន្តែគេជឿជាក់ថាមុខយ៉ាហ្នឹងគឺជាឃាតករដែលបានសម្លាប់ប៉ារបស់គេរីឯមុខយ៉ាហ្នឹងក៏ចោទសួរស៊ីនថងវិញថាបើសិនជាគេហ្នឹងគឺជាឃាតករមែនតែស៊ីនថងហ្នឹងខ្លាចគេអត់ហើយមិននិយាយតែមាត់ណាគឺថាកាយវិការហ្នឹងច្បាច់កស៊ីនថងទៀតរីឯសាច់រឿងភាគមួយរបស់យើងហ្នឹងក៏ admin សុំ slash តែប៉ុណ្្នឹងសិនណាអញ្ចឹងយើងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ